Ba sự đâyបងប្អូនថ្ងៃនេះខ្ញុំមកឆ្លើយតបជាមួយប្រិយមិត្តរបស់យើងដែលគាត់ចង់ឲ្យខ្ញុំបង្ហាញប្លង់របស់ម៉ូទ័រឆក់កណ្ដោបងប្អូនបាទថ្ងៃដោយសារតែខ្ញុំជាប់រវល់បងប្អូនអត់បានធ្វើវីដេអូបង្ហាញបងប្អូនហើយអធិស្ឋានដល់បងប្អូនដែលគាត់ទន្ទឹងរង់ចាំនៅប្លង់របស់ខ្ញុំដែលខ្ញុំចេញឲ្យហ្នឹងឥឡូវថ្ងៃនេះខ្ញុំសុំចេញប្លង់មួយបងប្អូនបាទគឺប្លង់ម៉ូទ័រឆក់កដោបងប្អូនណាបាទដោយសារយើងថតម្នាក់ឯងបងប្អូនវាមិនច្បាស់ទេតែយើងអាចមើលបានចឹងណាបងប្អូនបាទឥឡូវយើងដាក់ប៉ុណ្ណឹងចុះបងប្អូនវាសង្ឃឹមថាបងប្អូនអាចមើលឃើញបាទប៉ុណ្ណឹងគឺមើលឃើញបងប្អូនសារតែយើងថតម្នាក់ឯងបងប្អូនដល់អញ្ចឹងទៅវាពិបាកអញ្ចឹងយើងដាក់កាមេរ៉ាត្រង់អញ្ចឹងទៅហើយយើងធ្វើការបង្ហាញបងប្អូនចំពោះដុំឆក់កដោបងប្អូនវាមិនខុសអីពីដុំម៉ូទ័រឆក់ត្រីទេគឺដូចតែគ្នាទេបងប្អូនគ្រាន់ថាការរុំវាមានការរុំជើង B ជើង C ហ្នឹងគ្រាន់តែវាខុសតែយើងរុំតិចរុំច្រើនទេបងប្អូនចំពោះម៉ូទ័រឆក់ត្រីគឺយើងរុំជើង C ជើង B ហ្នឹងគឺយើងរុំតិចចំពោះម៉ូទ័រឆក់កដោឆក់សัตว์ហ្នឹងគឺជើង B ជើង C យើងរុំឲ្យច្រើនហេតុអីបានយើងរុំឲ្យច្រើនដោយសារតែយើងរុំឲ្យច្រើនដើម្បីតម្លាក់ភ្លើងកុំឲ្យភ្លើងនោះវាចេញច្រើនពេកបងប្អូនកាលណាភ្លើងចេញច្រើនពេកធ្វើឲ្យគួយយើងឆាប់អស់អញ្ចឹងវាឆាប់អស់ភ្លើងបងប្អូនអញ្ចឹងឧបមាថាគួយ100អាំពែបើយើងដាក់ឲ្យវាចេញឆក់ខ្លាំងអញ្ចឹងធ្វើឲ្យឧបករណ៍របស់យើងហ្នឹងគឺម៉ូទ័រឆក់យើងក្តៅផងហើយនឹងឆាប់អស់ភ្លើងផងអញ្ចឹងដោយសារតែវាឆាប់ក្តៅហើយនឹងឆាប់អស់ភ្លើងអញ្ចឹងហើយបានគេរុំតម្លាក់ភ្លើងឲ្យវានៅសមល្មមមកអាចរត់បាន4-5 ម៉ោងអីចឹងបងប្អូនបាទចំពោះយើងនិយាយផ្នែកខាងចេញសិនបងប្អូនណាផ្នែកខាងចេញគឺយើងរុំចំនួន500ជុំប្រើលេខលួស30ក៏បាន025ក៏បានបងប្អូនអាចរុំក្នុង2លេខហ្នឹងបាន030 025ហ្នឹងគឺបងប្អូនអាចរុំបានហើយចំពោះថាបងប្អូនថាចុះបើលេខ35លេខ40រុំបានអត់រុំបានដូចគ្នាបងប្អូនគ្រាន់ថាកាលណាយើងរុំលុះធំទៅភ្លើងក៏វាស៊ីធំដែរអញ្ចឹងចំពោះម៉ូទ័រឆក់កដោគឺភ្លើងតែល្មមហ្នឹងគឺវាឆក់កដោងាប់ហើយពួកអីកដោវារត់មកវាមកប៉ះនឹងលួសរបស់យើងបងប្អូនដល់អញ្ចឹងទៅឲ្យតែវាមកប៉ះលួសគឺវាឆក់ហើយភ្លើងល្មមក៏វាឆក់នៅដែរបងប្អូនមិនដូចយើងឆក់ត្រីទេបងប្អូនណាបាទក៏យើងឆក់ត្រីក៏យើងត្រូវការភ្លើងច្រើនដោយសារអីដោយសារតែត្រីវាមិនមែននៅជាប់នឹងដែករបស់យើងទេវានៅឆ្ងាយពីដែកនៅជិតដែកហើយណាមួយវាចុះទឹកទៀតអញ្ចឹងចំពោះម៉ូទ័រឆក់កដោគឺគេអត់ឲ្យប៉ះទឹកទេបងប្អូនកាលណាប៉ះទឹកធ្វើឲ្យគួយយើងឆាប់អស់ភ្លើងដែរដោយសារតែវាម៉ូទ័រហ្នឹងវាប្រឹងខ្លាំងបងប្អូនបាទចំពោះខាងចេញគឺយើងរុំ500ជុំ
500ជុំ600ជុំ700ជុំអាស្រ័យលើបងប្អូនស្រឡាញ់ទេបើចំពោះខ្ញុំរុំតែ500ជុំទេបងប្អូនហើយចំពោះកងដងនេះគឺយើងប្រើ2មីក្រូ400 វ៉ុលហើយកន្លែងនេះគឺយើងដាក់ភ្លើងមួយបងប្អូនកន្លែងនេះគឺគេហៅថាយ៉ូតពលឺនេះគឺអំពូលភ្លើងហ្នឹងបងប្អូនអំពូលភ្លើងដែលយើងដាក់មើលសញ្ញាថាសัตว์ជាប់ឬមិនជាប់ចឹងបងប្អូនបាទហើយយើងសេរីជាមួយresistance 100 គីឡូបាទគឺយើងនេះខ្សែខាងចេញជាប់មួយកងដងមួយគឺយើងចេញទៅកន្លែងនេះគឺខាងលួសបងប្អូនហើយកន្លែងនេះគឺយើងបុកជាប់មួយដីយកដែកប្រវែងបិចអញ្ចឹងយើងរុំហើយបុកបញ្ចូលកន្លែងដីណាដែលសើមឬក៏បុកចូលដីនិយាយរួមបងបុកចូលដីតែម្ដងហើយអាខ្សែខាងនេះគឺយើងរត់ជាមួយលួសបងប្អូនណាបាទយើងចាប់ជាប់មួយលួសហើយពេលណាដែលសัตว์វាជាប់ទៅភ្លើងវាច្រាលវិញបងប្អូនកាលណាភ្លើងច្រាលមកវិញធ្វើឲ្យយ៉ូតពលឺនេះវាពលឺភ្លើងមកដើម្បីឲ្យដឹងថាមានសัตว์ជាប់ឬក៏ខ្សែលួសកន្លែងណាមួយធ្លាក់ប៉ះនឹងដីឬក៏ស្លឹកឈើស្លឹកអីប៉ះជាមួយលួសហ្នឹងក៏វាឲ្យសញ្ញាឲ្យយើងដឹងថាមានអ្វីប៉ះវាមួយដែរបងប្អូនបាទបន្ទាប់មកគឺយើងនិយាយពីខាងលួសខាងធំបងប្អូនផ្នែកលួសធំនេះគឺជាលួសយើងរុំលេខ100ឬក៏លេខ90ឲ្យបានបងប្អូនបាទចំពោះលួសនេះបាទកន្លែងនេះគឺយើងចំពោះលួសគឺយើងសេរបៀបហ្នឹងបងប្អូនណាបាទលេខ100ហើយចំណែកលួសខាងនេះគឺយើងរុំលេខ060បងប្អូនណាបាទហើយខ្សែខាងចេញនេះគឺយើង30បាទគឺខ្សែខាងចេញចឹងផ្នែកលួសជើងបងប្អូនណាបាទដោយសារតែយើងប្រើប្រេគឺយើងប្រើឲ្យវាធ្វើការជើងបងប្អូនអញ្ចឹងគឺយើងហៅថាលួសជើងអញ្ចឹងយើងរុំ20ជុំមួយចំហៀងបាទ20ជុំយើងចេញខ្សែមួយ20ជុំយើងចេញខ្សែមួយទៀតបងប្អូនបាទ20ជុំយើងចេញខ្សែមួយហើយយើងមកភ្ជាប់នឹងជើងហើយមួយចំហៀងទៀតគឺយើងភ្ជាប់ជើងនៅ transfer អនុភាពមួយចំហៀងទៀតបងប្អូនបាទហើយជើងកណ្ដាលរបស់វាគឺជាជើងភ្លើងបោកដែលយើងដាក់ភ្លើងបោកចូលបងប្អូនដោយសារតែកន្លែងនេះគឺយើងខ្ជិលគូស៊ីម៉ាជារូបអាគុយអីចឹងបងប្អូនអញ្ចឹងយើងសម្គាល់ទៅលើកន្លែងហ្នឹងគឺយើងចាប់ភ្លើងបោកចូលបាទគឺចាប់ភ្លើងបោកចូលភ្លើងបោកនាំបាទតាមរយៈអាល់ប៊ុមលួសដែលយើងរុំចូលដុំភ្លើងហ្នឹងហើយវាចេញមកវិញគឺចូលជើងបាទជើងនៃ transistor 718បាទហើយចំណែកលួសខាងប្រេបងប្អូនណាលួសខាងប្រេអញ្ចឹងគឺយើងរុំ15ជុំបាទ15ជុំមួយចំហៀងបងប្អូនណាបាទ15ជុំមួយចំហៀងអញ្ចឹង15ជុំមួយចំហៀងវាចេញកតុយលួសមួយចំហៀងសេរីជាមួយរេស្តង់5គីឡូបងប្អូនណាបាទកន្លែងនេះគឺរេស្តង់5គីឡូហើយចូលជើង3របស់ transistor ប្រេនេះបងប្អូនតាមពិតទៅប្រេនេះគឺគេអត់ប្រើ transistor ធំអញ្ចឹងទេបងប្អូនគេប្រើ transistor តូចៗដែរទេ
បាទគឺ transfer នេះបងប្អូនបាទនេះ transfer តូចៗអញ្ចឹងណាបងប្អូនបាទចំពោះ motor ឆក់កដោគឺយើងប្រើ transfer តូចៗនេះបានហើយបាទតូចៗអញ្ចឹងហើយបងប្អូនរើសឲ្យដូចគ្នាបងប្អូនដោយសារតែឧបមាថាអានេះ718អញ្ចឹងបើសិនជាបងប្អូនដាក់ transfer ណាតូចគឺយើងរើសយក transfer ណាដែលជើងជើងសេរបស់វាបងប្អូនណាបាទជើងសេរបស់វាគឺវាស៊ីភ្លើងដោកភ្លើងដកបាទអញ្ចឹងបងប្អូនចំណាំមើលទៅហើយបើសិនបងប្អូនដាក់transfer ធំនេះក៏បានដែរបងប្អូនបាទអត់អីទេបាទបើសិនជាយើងដាក់ transfer នឹងធំអញ្ចឹងបងប្អូនដាក់ restore នៅកន្លែងនេះគឺ10គីឡូបងប្អូនណាបាទ10គីឡូហើយ restore ដែលចេញពីដែលលួសចេញពីដុំភ្លើងមកយើងដាក់ restore 5គីឡូបងប្អូនហើយបន្ទាប់មកបានយើងភ្ជាប់ទៅជើង3នៃ transfer spray បាទហើយមួយចំហៀងខាងនេះក៏អញ្ចឹងដែរបងប្អូនបាទតែបើចំពោះtransfer ធំចឹងវាអត់សូវក្តៅបងប្អូនណាអត់សូវក្តៅទេ transfer តូចក៏វាអត់សូវក្តៅដែរបងប្អូនគ្រាន់ថា transfer ធំទេវារុញភ្លើងបានធំបាទ transfer តូចវារុញភ្លើងបានតូចប៉ុន្តែចំពោះ motor ឆក់កដោគឺគេប្រើតែ transfer តូចៗហ្នឹងទេបងប្អូនបាទគឺនេះ transfer តូចៗនេះទេណាបាទតែនេះខ្ញុំជ្រុលជាគូអញ្ចឹងហើយក៏អត់បានកែវិញទេប៉ុន្តែរៀបបានដូចគ្នាបងប្អូនដោយសារតែខ្ញុំរៀបប្រើរួចហើយវាប្រើល្អដែរទេអត់មានបញ្ហាទេគ្រាន់ថាភ្លើងរៀងចេញច្រើនជាង transfer តូចៗអញ្ចឹងបើបងប្អូនចង់ដាក់ transfer ធំអញ្ចេះវាងាយស្រួលផងហើយបងប្អូនអាចដាក់កន្លែងនេះបងប្អូនបាទជើង3របស់ transfer spray ហ្នឹងយើងដាក់10គីឡូទាំងអស់បងប្អូនបាទគឺដាក់10គីឡូទាំងអស់ក៏បានដែរតែបើយើងរៀប transfer តូចៗយើងកន្លែងនេះគឺយើងដាក់5គីឡូហើយកន្លែងនេះក៏ដាក់5គីឡូដែរបាទហើយកន្លែង10គីឡូនេះគឺយើងដាក់ធម្មតាទេហើយជើង Pola ដែល Pola មកជាមួយភ្លើងដកនេះគឺអូជាស្រ័យបងប្អូនកន្លែងនេះគឺយើងប្រើភ្លើងបោកបងប្អូនណាបាទកន្លែងនេះភ្លើងដកបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាន់កន្លែងនេះគឺយើងប្រើភ្លើងដកណាបងប្អូនណាបាទកន្លែងនេះគឺប្រើភ្លើងដកបោកវិញដោយសារតែខ្ញុំសរសេរច្រឡំបងប្អូនណាបាទកន្លែងយើង Pola ជាមួយភ្លើងបោកនេះគឺយើងដាក់ resistance 100 អូមបងប្អូនណាបាទហើយកន្លែងនេះគឺយើងបញ្ចូលភ្លើងបោកភ្លើងដកបងប្អូនណាបាទគឺយើងបញ្ចូលភ្លើងដកដើម្បីឲ្យspray នេះវាមានភ្លើងរុញភ្លើងដកមកចូលជើង3របស់ transfer 688ហើយដើម្បីឲ្យភ្លើងបោកបាទគឺភ្លើងបោកវាចេញពីនេះទៅចូលជើងអញ្ចឹងភ្លើងបោកនាំចូលជើងហើយវាចេញតាមជើងសេបងប្អូនដើម្បីមកបញ្ជានៅជើង3របស់ transfer អានុភាពដើម្បីឲ្យវាធ្វើការបាទចំពោះបងប្អូនមានចម្ងល់អីបងប្អូនអាចសួរបានទៀតហើយការអត្ថាធិប្បាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយគឺអត់មានអីវែងឆ្ងាយទេបើបងប្អូនឆ្ងល់កន្លែងណាបងប្អូនអាចសាកសួរបានទៀត
បាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូចែកម្លែករបស់ខ្ញុំបាទនេះបាទអរគុណច្រើន